ក្រសួងកសិកម្មនិងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចុះប្រមូលផលកសិផលឧបត្ថម្ភជូនកងទ័ពយុទ្ធភូមិភាគទី3កំពង់ស្ពឺថ្មីនេះក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តមកៅផលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមជាមួយលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺនិងមន្ត្រីជំនាញបានចុះពិនិត្យសមិទ្ធផលនិងប្រមូលផលកសិផលជាច្រើនមុខនៅក្នុងបរិវេណមន្ទីរកសិកម្មខេត្តកំពង់ស្ពឺលោកយឹមណនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានមានប្រសាសន៍ថានេះគឺជាសកម្មភាពសបបញ្ជាក់ពីការយកចិត្តទុកដាក់និងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងមន្ត្រីកសិកម្មនិងកងកម្លាំងប្រដាប់អាវុធដើម្បីធានាបាននូវកម្លាំងមាំមួនក្នុងការការពារបូរណភាពទឹកដីការនាំយកស្បៀងអាហារទាំងនេះមិនត្រឹមតែជាការជួយសម្រាប់បន្ទុកជីវភាពរបស់កងទ័ពប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការលើកទឹកចិត្តយ៉ាងធំធេងដល់បងប្អូនកងទ័ពឲ្យបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិដោយស្មារតីរឹងមាំបន្លែអង្គរនិងសុទ្ធមន្តទាំងអស់នេះក៏មានការចូលរួមពីខាងមន្ទីរអប់រំយុវជននិងកីឡាខេត្តយុវជនកាយរដ្ឋខេត្តសសយកខេត្តនិងកាកបាទក្រហមខេត្តផងដែរជ្រាបខំអាការនោះដែរឯកឧត្តមកៅផលអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថានេះមិនមែនជាលើកចុងក្រោយនោះឡើយដោយមន្ទីរបានកំពុងតែដំណើរការដាំដុះក្នុងអង្គភាពនិងសហការជាមួយក្រុមយុវជនកាយរដ្ឋនិងមន្ទីរអប់រំយុវជននិងកីឡាខេត្តនិងសហគមន៍កសិកម្មតាមការណែនាំរបស់លោកជំទាវបណ្ឌិតបច្ចិតមនីហ៊ុនម៉ាណែតបានណែនាំឲ្យមន្ទីរកសិកម្មរាជធានីខេត្តជំរុញការដាំដុះបន្លែគ្រប់រូបភាពនៅសហគមន៍កសិកម្មនិងសាលារៀនធ្វើយ៉ាងណាឲ្យមានផុតផលជាប្រចាំដើម្បីផ្គត់ផ្គង់ជូនដល់គូរសាវីរៈកងទ័ពនិងជនពិសឹកនៅតាមបន្ទាត់ព្រំដែនឯកឧត្តមក៏បានបន្តទៀតដែរថាក្រសួងនឹងបន្តជំរុញឲ្យមន្ទីរកសិកម្មខេត្តបង្កើតការដាំដុះបន្លែបង្ការនិងការចិញ្ចឹមសត្វឲ្យកាន់តែសម្បូរបែបមិនត្រឹមតែនៅក្នុងបរិវេណមន្ទីរប៉ុណ្ណោះទេប៉ុន្តែត្រូវពង្រីកទៅដល់តាមបណ្ដាសហគមន៍កសិកម្មនានាទូទាំងខេត្តឯកឧត្តមក៏បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំយុវជននិងកីឡាយុវជនកាយរដ្ឋសសយកនិងកាកបាទក្រហមកម្ពុជាខេត្តដែលបានរួមកម្លាំងគ្នាយ៉ាងសកម្មក្នុងយុទ្ធនាការមនុស្សធម៌និងការងារសង្គមដ៏មានអត្ថន័យនេះក្នុងនាមតំណាងក្រសួងកសិកម្មឯកឧត្តមបដិញ្ញានឹងបន្តអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិតមនីក្នុងការយកចិត្តទុកដាក់លើសុខទុក្ខរបស់វីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនផងដែរ